ចាសម្រាប់តាមទៀតចូលដល់លោកអ្នកដែលកើតឆ្នាំមមីសម្រាប់លោកអ្នកដែលកើតឆ្នាំមមីនៅក្នុងខែឧសភានេះផ្ទាល់ចាលោកអ្នកអាចនឹងមានភាពធូរស្រាលពាក់ព័ន្ធជាមួយនឹងភាពតានតឹងផ្សេងចាជាពិសេសគឺរឿងលុយកាក់អ្នកកើតឆ្នាំមមីអាចថានៅក្នុងឆ្នាំនេះដោយសារយើងឆុងឆ្នាំអញ្ចឹងពាក់ព័ន្ធនឹងការរលុយឬក៏ចំណូលផ្សេងអាចនឹងជួបឧបសគ្គឬមានបញ្ហាច្រើនអញ្ចឹងចូលដល់ខែឧសភានេះចាអាចថាជាខែមួយដែលលោកអ្នកអាចមានភាពល្អប្រសើរត្រឡប់មកវិញរឿងលុយកាក់របស់យើងអាចមានឱកាសហៅបានចេញចូលមកជាបន្តបន្ទាប់ហើយក៏អាចមានលាភសំណាងអីមួយចូលមកសម្រាប់លោកអ្នកដែរចាហើយពាក់ព័ន្ធនឹងរឿងលុយកាក់ឃើញថាលោកអ្នកអាចនឹងមានឱកាសបានធូរស្រាលជាងមុនដោយថាយើងអាចមានឱកាសបងប្អូនខ្លះក៏ត្រូវសងបំណុលគេរួចបានមួយផ្នែកឬក៏បងប្អូនខ្លះក៏អាចមានឱកាសដូចថាបានដើមទុនដើម្បីចាប់ផ្ដើមការរកស៊ីអីបន្ថែមអីហ្នឹងក៏អាចមានដែរចាហើយក៏បើសិនជាលោកអ្នកកំពុងមានការពឹងពាក់ឬសុំជំនួយទៅកាន់អ្នកណាម្នាក់អញ្ចឹងទៅអាចគេជួយយើងបានអញ្ចឹងណាធ្វើយើងបានធូរស្រាលមែនតើចាហើយសម្រាប់សុខភាពវិញនៅក្នុងខែនេះសុខភាពរបស់លោកអ្នកដែលកើតឆ្នាំមមីជាពិសេសបងដែលជាបុរសចាត្រូវប្រយ័ត្នតិចអាចមានបញ្ហាឈឺឆ្អឹងខ្នងចុកនៅចុងដង្ហើមឬអាចថាឈឺតាមសាច់ដុំដៃនឹងតែម្ដងចាអាចមានបញ្ហាទាំងអស់ហ្នឹងអញ្ចឹងគួរតែប្រយ័ត្នណាចាហើយសម្រាប់រឿងការងារលោកអ្នកដែលមានការងារជាប្រចាំសម្រាប់អ្នកកើតឆ្នាំមមីឃើញថាការងាររបស់លោកអ្នកមួយរយៈនេះអាចមានភាពហត់នឿយច្រើនបន្តិចណាចាការងាររបស់យើងអាចតែងតែទទួលបានការស្ដីបន្ទោសឬអាចថាច្រើនទៅថ្នាក់លើមើលរំលងពីសមត្ថភាពឬក៏អាចថាឱកាសល្អត្រូវគេទៅដើមយកទៅបានអញ្ចឹងធ្វើលោកអ្នកអាចថារៀងខកចិត្តច្រើននៅក្នុងកន្លែងការងារនៅក្នុងខែនេះផ្ទាល់ចាហើយសម្រាប់ការរកស៊ីនៅក្នុងខែនេះដែរការរកស៊ីរបស់លោកអ្នកឃើញថាវាអាចរៀងនៅឡើងចុះនៅឡើយទេមិនទាន់ល្អប្រសើរខ្លាំងទេប៉ុន្តែក៏ឃើញថាយើងអាចមិនសូវជាតានតឹងខ្លាំងដូចប្រហែលខែកន្លងមកអញ្ចឹងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងស្នេហាឬក៏ជីវិតគូលោកអ្នកដែលមានដៃគូសម្រាប់អ្នកកើតឆ្នាំមមីឃើញថាជីវិតគូរបស់អ្នកនៅក្នុងខែនេះអាចមានភាពរកាំរកូសច្រើនចាជាពិសេសអាចមានបញ្ហាដោយសារអ្នកអាយុតិចជាងជាពិសេសអាចកូនចៅរបស់យើងនៅតែម្ដងមិនសិនទៀតបងដែលមានជីវិតគូហើយមានកូនចៅណាចាអាចថាកាន់ជើងកូនរៀងខ្លួនចឹងទៅក៏អាចកើតចេញជាចំនួនដែរអញ្ចឹងគួរប្រយ័ត្នណាចាហើយសម្រាប់អ្នកនៅលីវលោកអ្នកដែលមិនទាន់មានអ្នកណាឃើញថាលោកអ្នកអាចនៅមិនទាន់បើកចិត្តទទួលអ្នកណាទេដោយសារបងមួយចំនួនអាចនៅកំពុងរងចាំស្នេហាចាស់អាចកំពុងរងចាំអ្នកចាស់ត្រឡប់មកវិញអញ្ចឹងណាអញ្ចឹងបងដែលដូចថានៅតនេឬក៏ទើបបែកបាក់ស្នេហារងចាំអ្នកចាស់ត្រឡប់មកវិញអីហ្នឹងអាចថានៅមិនទាន់មានដំណឹងទេលោកអ្នកអាចចាប់ផ្ដើមស្នេហាថ្មីបានចាហើយឬក៏អាចថាព្យាយាមធ្វើខ្លួនឲ្យស្អាតស្រឡាញ់ខ្លួនឯងបានច្រើនលោកអ្នកអាចមានមនុស្សល្អៗចូលមកនៅក្នុងឱកាសនេះណាចាហើយរឿងដែលគួរប្រុងប្រយ័ត្នបំផុតនៅក្នុងខែនេះដែរសម្រាប់អ្នកកើតឆ្នាំមមីគឺលោកអ្នកត្រូវប្រយ័ត្នអាចមានរបួសចាគឺអាចមានបញ្ហាមុតនេះមុតនោះមួយទៀតប្រយ័ត្នអាចត្រូវរបស់ធ្ងន់ធ្លាក់មកសកត់ចាអញ្ចឹងត្រូវប្រយ័ត្នបន្តិចណាចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងការចូលរួមនៅការកសាងណាចាតាមវត្តអីចឹងគេមានដាក់ហឹបកសាងយើងអាចចូលរួមជាមួយគេទៅដើម្បីលើករាសីរបស់យើងសម្រាប់ពណ៌លើករាសីរបស់លោកអ្នកចាគឺមានពណ៌លឿងហើយនិងពណ៌សចាលេខសំណាងរបស់លោកអ្នកគឺមានលេខ65ណាចា